ចាក់ចេញពីស្រុកឃ្លាតម៉ែឃ្លាតពុកមកឆ្ងាយដីក្រុងភ្លើងពណ៌ឆើតឆាយមិនសប្បាយដូចស្រុកយើងទេបាត់ភាពកក់ក្ដៅប្រឹងទាំងបាតដៃតូទេខំណាស់មិនហ៊ានទំនេរព្រោះចង់មានហូបគ្រប់គ្រាន់ជីវភាពយើងក្រការងារមិនល្អរៀនមិនបានខ្ពស់គ្មានទ្រព្យគ្មានទៀងសាំងយូរមួយរស់សឹងតែមិនគ្រប់ហូបបាយកញ្ចប់តែញព្រឹកទៅហូបដល់យប់បើថ្ងៃនៅរះ